យើងបន្តមេរៀននៅលើ JavaScript របស់យើងបន្តទៀតនៅក្នុងមេរៀននេះគឺលើកយកនៅចំណុច loop មួយទៀតគឺ for in loop for in loop ហ្នឹងដំណើរការរបៀបម៉េច for in loop ប្រើសម្រាប់ដើរតាម property key របស់ object ឬ index របស់ array ដូច្នេះមុននឹងចូលទៅសិក្សាដើម្បីស្វែងយល់លុះត្រាតែយើងស្គាល់អ្វីទៅជា property key អ្វីទៅជា object ហើយ index និង array ហ្នឹងជាអ្វីពីព្រោះថា for in loop ហ្នឹងគឺសម្រាប់យើងទាញយក key មកយក property key ឬយក index មកប្រើយើងក៏លេខមកមើល syntax មួយទៀត syntax នេះថាតម្រងរបស់វាគឺ for នេះគឺជាការ variable array ហើយ key in object បាទន័យថា key in object ហ្នឹងគឺទាញយក key មួយនៅក្នុង object ហ្នឹងមកបង្ហាញហើយ key ហ្នឹងគឺជា property name ឬ index ហើយ object គឺជា object ឬ array យើងមានចំណងជើងមួយថា for in loop មកយើងនឹងធ្វើការប្រកាសអថេមួយនៅក្នុង JavaScript គឺ consist យើងនឹងបង្កើត object មួយបាទគឺ user ជាលក្ខណៈ user បាទហើយយើងនឹងផ្ដល់តម្លៃបាទផ្ដល់ key បាទនេះគឺជា key ដែល user គឺក្នុងទិន្នន័យរបស់ user ហ្នឹងគឺមាន name អក្សរធំមកចុច2មកអញ្ចឹង name ហ្នឹងឈ្មោះគេយើងអាចដាក់ថាតារាអានេះបាច់ហើយ x 28បាទគេ live in គេปล่อย8ចឹងមកតោះយើងមកមើលថាតើ user ហ្នឹងវាដើរតួជាអី user ហ្នឹងគឺដើរតួជា object បាទ object ព្រោះវាផ្ទុកនៅរាល់ data រាល់ទិន្នន័យដែលមានដែលយើងហៅថា key value pair ហ្នឹងគឺទិន្នន័យ name x live in បាទ name គឺជា key បាទ key របស់ user បាទបន្ទាប់មក key របស់ object មួយនេះហើយ data តារានេះគឺជា value នៃ key មួយនេះបាទហើយ x ក៏ជា key របស់ user របស់ object user ដែរហើយវាក៏ជា28នេះក៏ជា value របស់ key x នេះដែរដូចគ្នាដែរ live in គឺជា key របស់ object user ហើយ point 8ក៏ជា value របស់ key live in នេះដែរដូច្នេះនៅក្នុង for in នេះគឺយើងចង់សរសេរដើម្បីទាញយក key មួយមកប្រើដូចជា key name key x key live in តោះឥឡូវយើងមកចាប់ផ្ដើមទាញយកមកគឺ for វងកញ្ចក់ consist key in user អូសំទោសបាទដល់អានេះសរសេរនៅក្នុងមិនមែននេះគឺវាអត់ស្ថិតនៅក្នុងobject ទេតែចេញជា object បាទគឺយើងសរសេរនៅខាងក្រៅ object បបែកវាចេញមកក្រៅអូខេ
អ្វីដែលយើងត្រូវការទាញយកគឺទាញយក key នៅក្នុង user បាទអញ្ចឹង key នៅក្នុង user គឺជាអីគឺជា name ជា x ហើយនឹងជា live in នេះឯងអញ្ចឹងយើងទាញយក output មក console.log key យើង save តបមកយើងទៅមើលពិនិត្យកូដយើងទាំងអស់គ្នាលទ្ធផលគឺយើង key name key x ហើយ key live in ត្រូវបង្ហាញបាទនេះគឺជាដំណើរការរបស់ for in នៅក្នុងការទាញយក key នៅក្នុង object មកប្រើគឺយើងត្រូវធ្វើលក្ខណៈរបៀបនេះហើយមួយវិញទៀតប្រសិនបើយើងចង់ទាញយកទាំង name ទាំងឈ្មោះទាំងតារាដល់បង្ហាញគឺយើងត្រូវធ្វើរបៀបនេះគឺដាក់ក្បៀសទៅនេះមួយបន្ទាប់មកយើងត្រូវទាញយក user ឃ្នាប key បាទដោយ key គឺវាសំដៅយក name key name x name នេះបាទនេះគេហៅថា key ហើយ user key ក្នុងឃ្នាបនេះគឺវាសំដៅយកតម្លៃបាទតម្លៃរបស់ key មួយដូចជាតារា28.8ចឹងមកអូខេឥឡូវយើងទៅមើល output ម្ដងទៀតនេះគឺជាការបង្ហាញនៅអ្វីដែលយើងចង់បានគឺយើងចង់បានលក្ខណៈរបៀបនេះname តារា x 28 live in 0.8នៅក្នុងលក្ខខណ្ឌមួយទៀតបើសិនបើយើងចង់ដាក់សញ្ញាចុច2នៅពីមុខ key របស់យើងអាចប្រើបែបនេះគឺយើងដាក់ Twin Control 2ហើយបន្ទាប់មកយើងចុចសញ្ញាចុច2ទៅនោះវានឹងបង្ហាញបាទបង្ហាញបែបនេះគឺ name តារា x 28 live in 0.8ជាជំហានបន្ទាប់យើងមកមើលពីការប្រើប្រាស់ for in ដើម្បីទាញយក index នៅក្នុង array វិញម្ដងអូខេ index of array អូខេ script consist fruit បាទនេះគឺជាការបង្កើត array របស់យើងដូចជា apple mango orange នេះច្រឡំបាទកន្លែងនេះយើងអត់ប្រើឃ្នាបក្នុងទេតបមកគឺ for ពង្រីកចក consist index in fruit ប្លុក code គឺយើងទាញយក console.log index អូខេនេះជាការប្រើប្រាស់ដើម្បីទាញយក index របស់យើងដោយយើងប្រើជា array
គឺដែល fruit ហើយarray មាន apple mango orange ហើយយើងនឹងធ្វើការទាញយកតម្លៃ index មួយមកបង្ហាញជាទូទៅនៅតម្លៃ index គឺវាមានស្រាប់នៅក្នុងប្រព័ន្ធរបស់ array ហ្នឹងគឺវាបង្កើតឲ្យស្រាប់ដោយតម្លៃដំបូងគឺ0ហើយតម្លៃទី2គឺ1 2 3 4 5 6បាទដូច្នេះហើយតម្លៃ index គឺវាចាប់ដើមឡើងពី0ទៅវាខុសពី key របស់យើង key របស់យើងគឺយើងជាអ្នកកំណត់ជាអ្នកបង្កើតដោយប្រើអក្សរប៉ុន្តែសម្រាប់ index គឺក្នុងប្រព័ន្ធគឺវាមានស្រាប់នេះជាតម្លៃ index ដែលបង្ហាញគឺ0 1 2 3ពីព្រោះយើងមាន3 array គឺ apple mango និង orange បើសិនបើយើងមាន array 10យើងនោះ index វានឹងរត់ពី0រហូតដល់លេខ9មួយវិញទៀតបើសិនបើយើងចង់ឲ្យវាបង្ហាញអត់ចង់ឲ្យវាបង្ហាញ index ឲ្យចង់ឲ្យវាបង្ហាញជាតម្លៃឈ្មោះ apple mango orange គឺយើងត្រូវប្រើលក្ខណៈបែបនេះគឺ fruit ឃ្នៀប index ពេលនោះវានឹងបង្ហាញជាអក្សរទៅតាម array របស់យើងបាទគឺវាបង្ហាញលក្ខណៈបែបនេះមក apple mango និង orange ដូច្នេះកន្លឹះក្នុងការប្រើប្រាស់ for in loop នៅក្នុងវីដេអូមេរៀនមួយនេះគឺសូមបញ្ចប់ត្រឹមហ្នឹងយើងនឹងធ្វើការបន្តនៅមេរៀនថ្មីបន្តទៀតបើសិនមកមានចម្ងល់អាច comment សួរឬក៏អាច scan ឬក៏ join Telegram channel របស់យើងខ្ញុំដើម្បីអាចសាកសួរព័ត៌មានបានអរគុណច្រើនជម្រាបលា